មនុស្សជាច្រើនបានធ្វើឲ្យជីវិតរបស់ខ្លួនខ្លាចជារឿងស្មុគស្មាញពួកគេខ្ជះខ្ជាយធម្មពលជីវិតតាមរយៈការមួម៉ៅក្តៅក្រហាយនិងការរងទុក្ខបុកម្នេញដោយសារជំងឺទុក្ខព្រួយតើអ្នកធ្លាប់មានអារម្មណ៍មួម៉ៅក្តៅក្រហាយនិងទុក្ខព្រួយដែរឬទេប្រសិនបើអ្នកជាមនុស្សបែបនេះឥឡូវសូមសិក្សាស្វែងយល់ពីវាពាក្យថាមួម៉ៅមានន័យថាបញ្ចេញកំហឹងបំភាយចំហាយអាក្រក់បង្ករឿងការបង្កភ័យខ្លាចឬកំហឹងចំណែកឯពាក្យទុក្ខព្រួយគឺសំដៅទៅលើជំងឺដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អប្រៀបដូចជាជំងឺធ្វើទុក្ខដល់អ្នកជារៀងរាល់យប់វាតែងតែធ្វើឲ្យអ្នកយំពេលខ្លះទៀតវាធ្វើឲ្យអ្នកស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនជំងឺទាំងនេះតែងតែយាយីជីវិតរបស់អ្នកជានិច្ចពេលណាកើតជំងឺនេះអ្នកនឹងក្លាយជាមនុស្សទុក្ខព្រួយបារម្ភច្រើននិងស្មុគស្មាញជាប់ជានិច្ចវាអាចជារឿងធម្មតាប៉ុន្តែមានមនុស្សពេញវ័យជាច្រើនធ្លាប់ជួបប្រទះបញ្ហាទាំងនេះពំនួលមួយបានពោលថាសូមគំនុំបញ្ហាដល់ខ្លួនដែលធ្វើត្បិតតែវាត្រូវបានសរសេរមកយូរណាស់មកហើយតែវាក៏នៅតែត្រឹមត្រូវសម្រាប់មនុស្សបច្ចុប្បន្នយើងត្រូវឈប់មួម៉ៅក្តៅក្រហាយនឹងការទុក្ខហើយត្រូវស្វែងរកសេចក្តីស្ងប់សុខដល់ជីវិតភាពស្ងប់សុខជាអ្វីដែលធ្វើឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយពោរពេញទៅដោយថាមពលនិងជួយឲ្យអ្នករស់នៅប្រកបដោយសុភមង្គលអ្នកត្រូវកាត់បន្ថយប្រតិកម្មទៅលើបញ្ហានានាការមានប្រតិកម្មលឿនពេកចំពោះបញ្ហាដែលកើតឡើងនៅចំពោះមុខវាធ្វើឲ្យកម្ដៅផ្លូវចិត្តឡើងខ្លាំងអ្នកប្រហែលជាពុំដឹងទេថាតើរាងកាយរបស់មនុស្សប្រែប្រួលប៉ុណ្ណាពីមួយថ្ងៃទៅមួយថ្ងៃតើអ្នកដឹងឬទេថាក្នុងមួយថ្ងៃអ្នកប្រែប្រួលយ៉ាងណាខ្លះមនុស្សជាច្រើនបានបំផ្លាញរាងកាយពួកគេដោយសារការប្រែប្រួលដែលពួកគេមិនបានដឹងជាមុនទាល់តែសោះវាជារឿងដ៏អាក្រក់ដែលមនុស្សសពថ្ងៃបានបំផ្លាញរាងកាយនិងសតិអារម្មណ៍របស់ខ្លួនឯងការរស់នៅដោយស្ងប់សុខនិងមានអារម្មណ៍ល្អជានិច្ចជារឿងដែលមនុស្សគ្រប់គ្នារំពឹងចង់បានការពិតមនុស្សគ្រប់គ្នាសុទ្ធតែអាចមានជីវិតបែបនេះអ្វីដែលកំណត់ជោគវាសនាមនុស្សម្នាក់ៗគឺអត្តចរិតនិងទម្លាប់នៃការគិតរបស់គេពេលអារម្មណ៍របស់មនុស្សម្នាក់ប្រែពីធម្មតាទៅជាមួម៉ៅក្តៅក្រហាយនោះខ្លួនប្រាណរបស់គេនឹងឡើងកម្ដៅតែអ្វីដែលធ្ងន់ធ្ងរបំផុតគឺផ្លូវចិត្តរបស់គេក៏ត្រូវបានបំផ្លាញផងដែរសប្តាហ៍ថ្ងៃការប្រែប្រួលខាងសង្គមបានធ្វើឲ្យជីវិតរបស់មនុស្សញោមញីទៅដោយបញ្ហាបើមនុស្សមិនអាចគេចចេញពីបញ្ហាដែលប្រែប្រួលក្នុងសង្គមបានទេនោះគេនឹងក្លាយទៅជាជនរងគ្រោះជាក់ជាមិនខានការខឹងច្រឡោតជាជំងឺដែលធ្វើឲ្យរាងកាយអ្នកពោរពេញទៅដោយជាតិពុលនិងបង្កឲ្យមានបញ្ហាផ្លូវចិត្តលើសពីនេះទៅទៀតវាធ្វើឲ្យអ្នកមានអារម្មណ៍គ្មានក្តីសុខមួម៉ៅនិងចិត្តវល់វល់វាធ្វើឲ្យអ្នកមួម៉ៅក្តៅក្រហាយគ្រប់រឿងរ៉ាវទាំងអស់តាំងពីបញ្ហាបុគ្គលរហូតដល់បញ្ហាសំខាន់នៅក្នុងប្រទេសប្រសិនបើអ្នកមានអារម្មណ៍ថារាងកាយរបស់អ្នកប្រែប្រួលខណៈពេលអ្នកខឹងច្រឡោតនិងកើតក្តីមួម៉ៅនោះមានន័យថាបញ្ហាទាំងនេះមិនមែនជាបញ្ហារាងកាយឡើយប៉ុន្តែវាជាបញ្ហាផ្លូវចិត្តអ្នកមិនអាចមានអារម្មណ៍ល្អទេប្រសិនបើបញ្ហានៅតែមាននៅក្នុងចិត្តអ្នកវត្ថុលើโลกទាំងអស់សុទ្ធតែផ្លាស់ប្ដូរពិតណាស់មនុស្សចំនួននេះពិតជាមានបញ្ហាច្រើនមែនជាពិសេសមនុស្សរស់នៅតាមទីក្រុងពួកគេតែងតែរងសម្ពាធពីភាពតានតឹងនៅក្នុងការងារការមានចំណងហួសហេតុនិងសម្លេងរំខានមែនតែនទៅសម្បីតែមនុស្សដែលរស់នៅតាមទីជនបទក៏ទទួលរងឥទ្ធិពលពីការរំខានដោយសម្លេងយន្តហោះដែរថ្ងៃមួយខ្ញុំបានជួបស្ត្រីចំណាស់ម្នាក់កំពុងតែមានបញ្ហាបែបនេះគាត់និយាយថាជីវិតគឺដូចនេះឯងគាត់សំដៅទៅលើភាពតានតឹងនិងការទទួលខុសត្រូវនិងសម្ពាធដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃវាតែងតែកើតឡើងជាប្រចាំហើយនរណាក៏គេចមិនផុតដែរមានសំណួរមួយលើកឡើងថាតើសប្តាហ៍ជនជាតិអាមេរិកអាចតស៊ូជាមួយសម្ពាធតានតឹងដែលធ្វើឲ្យពួកគេមិនសប្បាយចិត្តបានដែរឬទេតាមពិតជនជាតិអាមេរិកចូលចិត្តចំណាយពេលដើម្បីសម្រាកនៅក្នុងព្រៃជ្រៅនិងតាមជ្រលងភ្នំធម្មជាតិដែលទីនោះសុទ្ធសឹងតែជាកន្លែងធ្វើឲ្យពួកគេមានអារម្មណ៍ល្អជាធម្មតាសម្ពាធតានតឹងក្នុងជីវិតជាឧបសគ្គរារាំងមិនឲ្យមនុស្សមានអារម្មណ៍ស្ងប់សុខហេតុដូចនេះទើបបានជាមនុស្សតែងតែស្វែងរកកន្លែងដែលជួយឲ្យពួកគេទទួលបាននូវភាពស្ងប់សុខនិងអារម្មណ៍ល្អតើអ្នកធ្លាប់គិតទេថាការរស់នៅដែលមានសេចក្តីសុខជាអ្វីតើអ្នកធ្លាប់មានអារម្មណ៍ថារាងកាយរបស់អ្នកពោរពេញទៅដោយកម្លាំងដែរឬទេសេចក្តីសុខជាអារម្មណ៍ម្យ៉ាងដែលធ្វើឲ្យអ្នកគ្មានអារម្មណ៍នឿយហត់នឹងការឈឺចាប់សូមប្រាប់ខ្លួនឯងថាកុំធ្វើខ្លួនជាមនុស្សកាត់ទុកក្រៅពីនេះអ្នកត្រូវតែហ្វឹកហាត់ការគិតបន្ថែមទៀតដោយគ្រាន់តែស្រមៃថាខ្លួនប្រាណអ្នកពោរពេញទៅដោយថាមពលតែប៉ុណ្ណេះវាជាការស្រេចការគិតបែបនេះវាជះឥទ្ធិពលទៅលើរាងកាយរបស់អ្នកនឹងមានអារម្មណ៍ថាថាមពលអ្វីម្យ៉ាងបានជួយអ្នកឲ្យរួចផុតពីការលំបាកគ្រប់បែបយ៉ាងទាំងផ្លូវកាយនិងផ្លូវចិត្តសូមកុំប្រញាប់ធ្វើដំណើរទៅមុខលឿនពេកសូមធ្វើដំណើរដោយសន្សឹមព្រោះមិនយូរមិនឆាប់អ្នកគង់តែទៅដល់ទីកន្លែងដែលអ្នកចង់ទៅហេតុអ្វីក៏អ្នកត្រូវទៅទីនោះទាំងតានតឹងនិងមិនសប្បាយចិត្តធ្វើអ្វីប្រសិនបើអ្នកអាចដើរនៅលើផ្លូវដែលរាបស្មើតើហេតុអ្វីចាំបាច់ត្រូវជ្រើសរើសយកផ្លូវដ៏លំបាកធ្វើអ្វីអ្នកត្រូវធ្វើដំណើរទៅមុខដោយរីករាយព្រោះអ្នកគង់តែដើរទៅដល់គោលដៅដែលអ្នករំពឹងទុកប្រសិនបើអ្នកធ្វើខ្លួនជាមនុស្សសាមញ្ញម្នាក់
នោះអ្នកនឹងក្លាយទៅជាមនុស្សដែលមានសេចក្តីសុខមានអារម្មណ៍ស្ងប់ស្ងាត់ព្រោះតែអ្នកបានរៀនពីរបៀបកម្ចាត់ភាពនឿយណាយនិងទុក្ខព្រួយចេញពីជីវិតរបស់អ្នកអស់ទៅហើយអ្នកគួរតែតាំងចិត្តថាចាប់ពីថ្ងៃនេះទៅខ្ញុំជាមនុស្សដែលរីករាយបំផុតខ្ញុំនឹងសប្បាយជាមួយអ្វីគ្រប់យ៉ាងទាំងអស់ខ្ញុំត្រូវតែរីករាយជាមួយអ្វីដែលខ្ញុំកំពុងតែមានសប្តាហ៍ថ្ងៃសូមគុំអារម្មណ៍នឹងការទុកឲ្យសោះចូលព្យាយាមអនុវត្តគោលការណ៍ខាងលើដើម្បីឲ្យអ្នកមានផ្លូវចិត្តស្ងប់សុខអ្វីដែលអ្នកត្រូវធ្វើមុនគេគឺអ្នកគួរតែរៀនអនុវត្តការគិតដែលធ្វើឲ្យខ្លួនមានសេចក្តីសុខជារៀងរាល់ថ្ងៃមនុស្សតែងតែដុសសម្អាតរាងកាយខ្លួនជានិច្ចប៉ុន្តែពួកគេបែរជាភ្លេចថាសុខភាពផ្លូវចិត្តក៏ជារឿងសំខាន់ដែលត្រូវតែដុសសម្អាតជារៀងរាល់ថ្ងៃដូចគ្នាការដុសសម្អាតផ្លូវចិត្តជារឿងងាយស្រួលបំផុតដែលអ្នកគ្រាន់តែរកកន្លែងស្ងាត់អង្គុយចុះហើយគិតរឿងល្អៗដែលធ្វើឲ្យអ្នកសប្បាយចិត្តឧទាហរណ៍អ្នកគួរតែរំលឹកដល់អនុស្សាវរីយ៍ការដើរកម្សាន្តលើភ្នំរូបភាពដ៏ស្រស់ស្អាតស្រស់ត្រកាលនៃជ្រងភ្នំរូបភាពដ៏ស្រស់ស្អាតនៃព្រះអាទិត្យរៀបលិចនិងពន្លឺដ៏ភ្លឺថ្លានៃព្រះចន្ទជាដើមអ្នកត្រូវដឹងថាបុគ្គលឆ្លាតវៃបំផុតក្នុងការគ្រប់គ្រងអារម្មណ៍ឲ្យបានល្អជាប្រចាំនោះគឺដោយសារតែអ្នកទាំងនោះតែងតែវឹកហាត់ការធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់មិនប្រងើយកន្តើយនឹងរឿងលោកីមនុស្សដែលមិនចេះវិធីគ្រប់គ្រងអារម្មណ៍សុទ្ធសឹងតែជាមនុស្សដែលរងគ្រោះដោយសារការគិតរបស់ខ្លួនឯងជាធម្មតាគ្មាននរណាម្នាក់ដែលចង់ក្លាយទៅជាមនុស្សអត់ប្រយោជន៍មិនកើតការនិងគ្មានការទទួលខុសត្រូវឡើយសូមកុំយល់ច្រឡំការអនុវត្តវិធីសាស្ត្រខាងលើមិនអាចជួយអ្នកឲ្យក្លាយជាមនុស្សពិសេសមនុស្សមានទំនួលខុសត្រូវទេតែវាគឺជាការវឹកហាត់មួយបែបដែលធ្វើឲ្យអ្នកចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងសម្រុកកន្លែងអង្គុយផ្អែកខ្លួននៅលើកៅអីពុតខ្លួនពុតដៃពុតជើងរួចហើយសម្រាប់ឲ្យស្ងៀមសំកិតហើយនិយាយថាម្រាមដៃម្រាមជើងសាច់ដុំកំពុងសម្រាកគ្រប់អវយវៈរាងកាយខ្ញុំទាំងមូលកំពុងតែសម្រាកសុខស្រួលសូមគិតថាអ្នកគឺជាផ្ទៃទឹកបឹងដែលកំពុងរងទុក្ខបុកម្នេញដោយសារផ្គររន្ទះរលកនិងព្យុះកំណាចប៉ុន្តែនៅពេលដែលអ្នកកំពុងសម្រាកនេះព្យុះរលកកំណាចទាំងឡាយបានរលាយអស់ទៅហើយផ្ទៃទឹកបឹងទាំងមូលបានប្រែជាស្ងប់ស្ងាត់សូម្បីតែរលកតូចៗក៏គ្មានដែរសូមចំណាយពេល2ទៅ3នាទីគិតដល់អនុស្សាវរីយ៍ទាំងឡាយណាដែលអ្នកគិតថាជារឿងដែលធ្វើឲ្យអ្នកសប្បាយចិត្តបំផុតឧទាហរណ៍ទិដ្ឋភាពដ៏ស្រស់ស្អាតនៅលើភ្នំពេលថ្ងៃរៀបលិចឬពន្លឺព្រះអាទិត្យចែងចាំងនៅលើជ្រលងភ្នំដ៏ខ្ពស់នាព្រឹកប្រហៀមឬទិដ្ឋភាពដ៏ស្រស់ស្អាតនៃព្រះច័ន្ទដែលរះនៅលើផ្ទៃទឹកចូលបង្កើតទម្លាប់ល្អៗឲ្យមាននៅក្នុងជីវិតប្រសិនបើអ្នកជាមនុស្សមានទម្លាប់ល្អពេលកើតទុក្ខលំបាកព្រួយបារម្ភឬភ័យខ្លាចក៏អ្នកនឹងមិនខ្វល់ខ្វាយអំពីបញ្ហាទាំងនេះនៅក្នុងចិត្តដែរការមានទម្លាប់ល្អជាផែនទីដែលនាំផ្លូវអ្នកឲ្យដើរទៅលើផ្លូវត្រូវមានបំណងមួយបានពោលថាទោះជាយូរយ៉ាងណាក៏ដោយធម៌ពលដែលអ្នកឲ្យខ្ញុំមិនរលាយសាបសូន្យឡើយវាតែងតែដិតជាប់នៅក្នុងខ្លួនខ្ញុំជានិច្ចសូមនិយាយពាក្យមួយឃ្លានេះឲ្យបានច្រើនដងព្រោះវាជាថ្នាំប៉ូវកម្លាំងដែលធ្វើឲ្យចិត្តអ្នកស្ងប់អ្នកគួរតែនិយាយវាឲ្យបានខ្លាំងៗនិងច្រើនដងតាមដែលអាចធ្វើទៅបានជាពិសេសនៅពេលព្រះអាទិត្យរៀបលិចអ្នកត្រូវគិតថាពាក្យទាំងនេះជាពាក្យពិតហើយវាអាចជួយធ្វើឲ្យអារម្មណ៍អ្នកប្រសើរជាងមុនពេលនិយាយឃ្លានេះវាប្រៀបដូចជាអ្នកកំពុងបញ្ជូនជំនឿទាំងនេះទៅគ្រប់ផ្នែកនៃរាងកាយហើយវាគឺជាថ្នាំដែលអាចព្យាបាលជំងឺពិតប្រាកដមែនពិតណាស់វាគឺជាថ្នាំដ៏ពូកែបំផុតក្នុងការព្យាបាលជំងឺដែលបង្កឡើងដោយការគិតក្រោយពីជំរះទម្លាប់អាក្រក់ដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តចេញហើយអ្នកមានមោទនភាពបង្កើតបរិស្ថាននៃការរស់នៅប្រកបដោយសេចក្តីរីករាយដោយសេចក្តីសុខនិងប្រកបដោយសុភមង្គលបំផុតនៅលើលោកសូមអរគុណចំពោះការតាមដានស្ដាប់រាល់អត្ថបទរបស់យើងខ្ញុំអានដើម្បីទាំងអស់គ្នាជួបគ្នានៅអត្ថបទក្រោយ